នេះគឺជា Xbox OG Ally X អ្នកនរគ្នាគឺជា OG Ally កូនកាត់ជាមួយនឹង Xbox ដែលគេចាប់ដៃគូសហការគ្នាផលិតជាម៉ាស៊ីនហ្គេមថ្មីហើយនៅខ្ញុំបានប្រហែលជា3ខែហើយអ្នកនរគ្នាហើយខ្ញុំក៏ជា user ម្នាក់ដែរជាមួយនឹង OG Ally X អញ្ចឹងខ្ញុំមានបទពិសោធន៍ច្រើនជាមួយវាហើយនឹងអាចនិយាយប្រាប់អ្នកនរគ្នាបានថាវាមានភាពខុសគ្នាអ្វីខ្លះទៅនឹង OG Ally X ហ្នឹងហើយតើគេបាន improve អ្វីខ្លះជាការចាប់ដៃគូសហការជាមួយក្រុមហ៊ុន Microsoft ហើយនឹង gaming segment របស់គេគឺ Xbox ហ្នឹងឯងអញ្ចឹងចង់ដឹងថាតើ OG Xbox Ally X នេះពីក្រុមហ៊ុន Asus Cambodia ផ្ទាល់នៅក្នុងប្រទេសកម្ពុជាយើងធ្វើអ្វីបានខ្លះហើយនឹងភាពប្រកួតប្រជែងរបស់វាយ៉ាងម៉េចខ្លះចូលទៅក្នុងទីផ្សារ handheld ដ៏ក្តៅគគុកក្នុងឆ្នាំ2026នេះតោះចូលមើលវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាមកកាន់វីដេអូថ្មីរបស់ខ្ញុំមួយទៀតហើយអញ្ចឹងខ្ញុំបាននិយាយអញ្ចឹងយើងនឹងចូលមកមើល handheld ថ្មីពីក្រុមហ៊ុន Asus ចាប់ដៃគូសហការជាមួយ Xbox គឺ ROG Xbox Ally X ហើយចង់ដឹងថាតើការចាប់ដៃគូសហការរវាងក្រុមហ៊ុនយក្សទាំងពីរនេះបានផលិតមកវិញជាមួយនឹងម៉ាស៊ីន game PC handheld មកនៅក្នុងទីផ្សារប្រទេសកម្ពុជាយើងនេះវាមានគុណសម្បត្តិយ៉ាងណាខ្លះប្រៀបធៀបទៅនឹងគូប្រកួតប្រជែងដទៃធំទៀតដូចជា MSI Claw A8 ឬក៏ Claw AI Plus ឬក៏ Lenovo Legion Go 2ហើយនឹង Steam Deck ជាដើមហើយក៏ដូចជា Switch 2ដែលខ្ញុំប្រើរយៈពេល7-8ខែក្នុងគិតមកដល់ពេលនេះអូខេអញ្ចឹងអ្នកនរគ្នាបានដឹងហើយតម្លៃ PC handheld នៅពេលបច្ចុប្បន្ននេះគឺដល់កអ្នកនរនេះគឺឡើងថ្លៃខ្លាំងមែនទែនតែម្ដងមិនថា Legion Go 2 ដែលឡើងថ្លៃជិត$2000ហើយមិនថា PC handheld ដែលទើបបញ្ចេញថ្មីដូចជា One X Player Apex ឬក៏ MSI Claw AI EX ដែលទើបបញ្ចេញហ្នឹងក៏តម្លៃ$1500-1600ដែរហើយមិនថាប៉ុណ្្នឹងទេគឺ Steam Deck អ្នកនរគ្នាដែលជា hardware ចាស់ជំនាន់គួរសមដែរទើបតែប្រកាសឡើងថ្លៃប្រហែលជា 40% ជាងនៃខ្លួនរបស់វាហ្នឹង terabyte version ហ្នឹងជិត$1000ទៅហើយអញ្ចឹង PC handheld នៅពេលបច្ចុប្បន្ននេះគឺតម្លៃយ៉ាប់មែនទែនលើកលែងតែ Xbox ROG Ally X នេះដែល Asus អត់វាយផ្លាត់តម្លៃលើសហ្នឹងទេគឺនៅតែ$999ដដែលនៅទីផ្សារបច្ចុប្បន្នរបស់យើងជាមួយនឹង RAM 24GB របស់វាទៀតអញ្ចឹងតាជំរុញឲ្យការឡើងថ្លៃនៃ PC handheld នៅក្នុងទីផ្សារបច្ចុប្បន្ននេះគឺ RAM អ្នកទាំងអស់គ្នាគឺតម្រូវការ RAM គឺហក់សន្ទុះខ្ពស់ខ្លាំងមែនទែនដោយសារតែការផ្គត់ផ្គង់ទៅកាន់ AI data center ទូទាំងពិភពលោកតែម្ដងធ្វើឲ្យតម្រូវការ RAM គឺមានសន្ទុះកើនឡើងខ្លាំងមិនថាតែ RAM អ្នកទាំងអស់គ្នាដូចជា high speed storage ដូចជា SSD ដែលមាននៅក្នុង PS5 ឬក៏ Switch 2 អីហ្នឹងក៏ធ្វើឲ្យ console អស់នោះឡើងថ្លៃដូចគ្នា Xbox ក៏ដូចគ្នាដែរឡើងថ្លៃទាំងអស់អញ្ចឹងបច្ចុប្បន្ននេះបើសិនជាអ្នកនរគ្នាកំពុងតែស្វែងរក PC handheld ឬក៏ console មួយសម្រាប់លេងគឺវាជាពេលវេលាដ៏លំបាកមួយហើយដែលអ្នកនរគ្នាត្រូវចាយច្រើនជាងមុនតិចបើមិនចឹងទេអ្នកនរគ្នាអាចងាកមកមើល ROG Ally មិនថា Ally ឬក៏ Ally X ទេពណ៌សឬពណ៌ខ្មៅហ្នឹងបងប្អូនវាហ្នឹងគឺអត់ឡើងថ្លៃទេក្នុងទីផ្សារនៅពេលបច្ចុប្បន្ននេះអញ្ចឹងតើវាមានអ្វីថ្មីខ្លះបើប្រៀបទៅជាមួយនឹង ROG Ally X ពីឆ្នាំមុនហ្នឹងតែមិនទាន់ចាប់ដៃគូសហការជាមួយ Xbox ហ្នឹងអ្នកនរគ្នាមើលមក plate ទៅវាមាន feature ច្រើនស្តៀងគ្នាទៅនឹង ROG Ally X ទេពីព្រោះថា screen 7 inch របស់វា Full HD 120Hz VRR ចាប់ពី 48Hz ឡើងទៅហ្នឹងគឺដូចគ្នាទៅនឹង ROG Ally X ទេមក 80W បោងគឺដូច ROG Ally X ទេហើយវាមានពណ៌ខ្មៅដូចគ្នាអ្វីដែលផ្លាស់ប្ដូរគឺការរចនា design ថ្មីអ្នកនរគ្នាឃើញមានកន្លែងកាន់ដូចនឹងដៃ Xbox ចឹងតែនេះគឺល្អមែនទែនជាមួយ ergonomic នៅក្នុង handheld នៅទីផ្សារបច្ចុប្បន្នខ្ញុំគិតថាមួយនេះគឺសួរកាន់បំផុតហើយខ្ញុំកាន់ handheld ច្រើនគួរសមដែរអ្នកនរគ្នារួមទាំង Switch ទាំងពីរមកដែរ Steam Deck ROG Ally X គឺខ្ញុំកាន់ច្រើនទាំង Legion Go ទាំងអីហ្នឹងគឺអត់ឈ្នះអានេះទេអ្នកនរគ្នាមកត្រឹម economic គឺលេខ1មកនេះអ្នកនរគ្នាកាន់ដៃតែលេអញ្ចឹងកន្លែងនេះគឺជាអ្វីដែល ROG Xbox Ally X ឈ្នះប៉ុន្តែវារៀងweirdបន្តិចពេលយើងមើលទៅវារៀងអាក្រក់មើលដោយសារតែរៀងប្លែករបស់វានេះគឺ height អេក្រង់មកដាក់ដូចដៃមកគូនៅសងខាងអញ្ចឹងវាធ្វើឲ្យវារៀងអាក្រក់មើលតិចហើយណាមួយអេក្រង់របស់វាខ្ញុំគិតថានៅស្ទើរនៅឡើយទំហំត្រឹមតែ7 inch ខ្ញុំគិតថា handheld បាន8 inch គឺល្មមជា size ស្តង់ដារមួយដែលយើងចង់បានមិនថា handheld ណាទេ8 inch គឺល្មមធំជាងនឹងបន្តិចក៏មិនអីដែរដូច Legion Go ឬ Legion Go 2 គឺឡើង 8.8 inch ប៉ុន្តែកុំឲ្យក្រោម8 inch ក្រោម8 inch គឺពិបាកមើលដូចនេះអញ្ចឹង7 inch វារៀងស្ទើរវាប៉ិនអេក្រង់ Switch OLED អ្នកទាំងអស់គ្នាអញ្ចឹងវារៀងស្ទើរមែនទេហើយវាមាន resolution ខ្ពស់គួរណាស់ដែលបានអេក្រង់ថ្មីលើ7 inch យ៉ាងណាមិញក៏គេទើបតែប្រកាស ROG Xbox Ally X 20 Anniversary Edition របស់គេហ្នឹងគឺឡើងអេក្រង់រហូតដល់ 7.4 inch ហើយនឹងជាប្រភេទ OLED ទៀតតែយ៉ាងណាគេក៏មិនលក់រាយឲ្យយើងបានទិញដែរវាត្រូវការ bundle ជាមួយនឹង Vanta AR របស់ Xreal ទៀតបានយើងអាចទិញប្រើបានហើយវាក៏មានតម្លៃថ្លៃដែរអញ្ចឹងវាជាការស្វាគមន៍ដែលគេដាក់នៅរៀងដដែលតែអេក្រង់ធំជាងមុនតែយើងនឹងពិបាករត់ទិញជាពិសេសទីផ្សារស្រុកខ្មែររបស់យើងតែម្ដងអ្វីដែលគេដាក់មកផ្នែកលើនេះគឺនៅលើ adaptive trigger របស់គេនៅ shoulder button គឺវានឹងមានសភាពដូចនឹង PS5 អញ្ចឹងអ្នកនរគ្នាធ្លាប់លេង PlayStation 5អ្នកនរគ្នានឹងដឹងថា adaptive trigger វាជាអីគេតែវានឹងដំណើរការនៅលើ supportive game ទេអ្នកនរគ្នាជាពិសេសតែ game ដែលយើងទិញមិនមែនជា game crack ទេហើយនឹង game ទាំងអស់នោះត្រូវបាន support ដោយ adaptive trigger ទៀតបាន feature នេះដែរអញ្ចឹងវានឹងធ្វើឲ្យការចុចរបស់អ្នកនរគ្នាមានសភាព resistant ហើយនឹងញ័រនៅកន្លែងដែលយើងចុច trigger ទៀតមិនត្រឹមតែញ័រនៅក្នុងដៃមកគូទាំងសងខាងរបស់វានេះទេអញ្ចឹងវាធ្វើឲ្យការ link game របស់យើងមាន
បបពិសោធន៍ល្អជាងមួយកម្រិតទៀតហើយដែលមានតែនៅលើ ROG Xbox Ally X នេះទេមិនមាននៅលើ Xbox Ally ពណ៌សនោះទេមួយវិញទៀតគឺរំញ័ររបស់វាខ្ញុំគិតថាវាមានសភាពល្អជាង Ally X កាលពីឆ្នាំមុនវាមានសភាពញ័រល្អមែនទែនហើយអ្វីដែលល្អមួយទៀតគឺប្រព័ន្ធ speaker របស់វាអ្នកនរគ្នាគឺខ្ញុំគិតថាវាគឺជាប្រព័ន្ធ speaker ដែលខ្ញុំធ្លាប់ស្ដាប់មានសំឡេងល្អបំផុតនៅលើ handheld ហើយខ្ញុំគិតថាអ្វីដែលខ្ញុំធ្លាប់ប្រើពីមុនគឺ Steam Deck គឺល្អមែនទែនបន្ទាប់មកខ្ញុំសរសើរពួក MSI ដែលវាមាន speaker ល្អប៉ុន្តែពេលបានចាប់កាន់ ROG Xbox Ally X នេះគឺថា speaker វាអស្ចារ្យខ្លាំងមែនទែនអ្នកនរគ្នាគឺខ្ញុំចាក់ចម្រៀងស្ដាប់លេងទៀតមិនថាតែលេង game ទេហើយលេង game មិនដែលបើកលើ60-70% គឺលាន់ខ្ទោខ្លាំងមែនទែនអញ្ចឹង speaker គឺល្អមែនទែនអ្នកនរគ្នា stereo ក៏ដេញចែកដាច់ស្អាតដែរអញ្ចឹងពិតជាស្វាគមន៍ហើយវា front facing ទៀតគឺវាបាញ់ចំមុខយើងតែម្ដងអញ្ចឹង speaker វា aim អ្នកនរគ្នានៅលើ ROG Xbox Ally X នេះអញ្ចឹងថ្មទំហំប៉ុន្តែ ROG Ally X ពីឆ្នាំមុនដែរទេទំហំ80 W មកតែនេះក៏ជាទំហំដែលយើងស្វាគមន៍មែនទែនដោយសារតែ chip Z2 Extreme ថ្មីនៅលើនេះមានការស៊ីថាមពលថ្មតិចជាង Z1 Extreme នៅក្នុង ROG Ally X នោះច្រើនគួរសមដែរហើយវាមានកម្លាំងខ្លាំងជាង Z1 Extreme កាលពីឆ្នាំមុនដែលអ្នកនរគ្នាបើកកម្លាំងវ៉ាត់ត្រឹមតែ17 W តែប៉ុណ្ណោះវានឹងអាចធ្វើដំណើរការនឹងការអូសហ្គេមរបស់អ្នកនរគ្នាដូចអ្នកនរគ្នាបើក25ទៅ30 W នៅលើ Z1 Extreme ចឹងអញ្ចឹងវាស៊ីថ្មតិចហើយលេងបានយូរមកដោយសារតែពេលអ្នកនរគ្នាបើកតែ17 W ស្មើនឹងកម្លាំងអ្នកនរគ្នាលេង25 W អញ្ចឹងវាធ្វើឲ្យការស៊ីថ្មរបស់អ្នកនរគ្នាថយតាមហ្នឹងលេងបានយូរអញ្ចឹងបើសិនជាចែកវាមើល17 W ក្នុង1ម៉ោងមក80យ៉ាងហោចណាស់ក៏លេងបាន4ម៉ោងដែរអ្នកនរគ្នាលេងហ្គេមមានល្មមបើលេង AAA អាចបានត្រឹម2ម៉ោង2ម៉ោងជាងអញ្ចឹងខ្ញុំគិតថាប៉ុននេះគឺល្អឆ្នាំនេះគេអត់ focus លើបុក performance អីខ្លាំងពេកទេ efficiency គឺជាការរក្សាថាមពលមិនឲ្យស៊ីច្រើនហ្នឹងគឺជាចំណុចដែលគេ focus ឬក៏ផ្ដោតសំខាន់ខ្លាំងមែនទែននៅក្នុងឆ្នាំនេះហើយ Z2 Extreme នេះគឺវិតជា perform ខ្លាំងមែនទែននៅក្នុងចំណុចនេះ17 W គឺ aim ណាស់អ្នកនរគ្នាមានថាអត់ខ្ជះខ្ជាយថាមពលថ្មទេបើកតែប៉ុណ្្នឹងទៅអ្នកនរលេង AAA បានមក aim មែនទែនដោយប្រាប់មកតាយដែលខ្ញុំលេង Resident Evil Requiem ដែលទៅបញ្ចេញអីហ្នឹងគឺបើក17 W យ៉ាងហោចណាស់មក setting low to medium អីក៏បាន70 frame ដែរអ្នកនរបើសិនអ្នកនរចង់ smooth មែនទែនអ្នកនរនេះអាច increase តិចទៅ22 W អីចឹងទៅគឺ60 frame លើសអ្នកនរនេះគឺស៊ី point ជាមួយនឹង game ដែលវា optimize ខ្លាំងនៅលើ PC ហ្នឹងអញ្ចឹងខ្ញុំគិតថាថាមពលនៅលើនេះដូចខ្ញុំបាននិយាយមកអញ្ចឹងគឺគេមិន focus ខ្លាំងហើយក៏វាមិនដំណើរការល្អដូច chip កម្ពុជាកប់ដូចជា AI Max 395នៅលើ PC ហ្នឹងថ្លៃជាងនេះដែរក៏ប៉ុន្តែវាជាចំណុចដ៏ល្អដែលជាជំហានដ៏ល្អមួយដែល AMD បានធ្វើការបោះជំហានចូលទៅក្នុង mainstream level នៃ PC handheld ហ្នឹងខ្ញុំគិតថាឆ្នាំក្រោយ Z3 Extreme វានឹងមានបទពិសោធន៍ល្អជាងនេះហើយគេនឹងផ្ដោតសំខាន់ទៅលើកម្លាំងខ្លាំងជាងមុនមិនត្រឹមតែជាការមិនស៊ីថ្មទេព្រោះថាឥឡូវនេះគឺ Intel វាយលុកខ្លាំងមែនទែនជាមួយនឹង chip G3 Extreme របស់គេដែលបានដាក់បង្ហាញរួចហើយជាមួយ MSI AAI EX ថ្មីរបស់គេហើយនឹង One X Player G3 របស់គេដែលទើបតែប្រកាសចេញដូចគ្នាអញ្ចឹងខ្ញុំគិតថាបើ AMD មិនធ្វើអីខ្លាំងនៅលើ chip Z3 Extreme នៅឆ្នាំបន្ទាប់ទេគេច្បាស់ជាពិបាកទប់ទល់នឹងខាង Intel ព្រោះ Intel ឥឡូវគឺវាយលុកខ្លាំងមែនទែនអញ្ចឹងខ្ញុំគិតថាបទពិសោធន៍នៃការលេង game និងបទពិសោធន៍ប្រើប្រាស់ ROG Xbox Ally X នេះគឺមានបទពិសោធន៍ល្អអ្នកនរគ្នាជាពិសេសក្នុងពេលបច្ចុប្បន្ននេះបើសិនអ្នកនរគ្នាមិនសូវជាខ្វាយខ្វល់នឹងរឿងអេក្រង់តូចត្រឹម7 inch នេះខ្ញុំគិតថាស្អីផ្សេងទៀតគឺ Xbox Ally X នេះគឺវាយត្រូវគ្រប់កន្លែងតែម្ដងជាពិសេសអ្វីដែលវាយត្រូវជាងគេនេះគឺផ្លាកតម្លៃមិនឡើងនៅតែម្ដងអ្នកនរគ្នាប្រហែលជា$900ទៅ$1000វានៅតែជាផ្លាកតម្លៃមួយដ៏ថ្លៃក៏ប៉ុន្តែបើយើងប្រៀបធៀបជាមួយនឹង PC handheld ដទៃដែលមាន chip ដូចគ្នាគឺនៅតែជា PC handheld មួយដ៏មានគុណភាពហើយផ្ដល់បទពិសោធន៍លេង game មួយដ៏ល្អសម្រាប់អ្នកនរគ្នាហើយអ្នកនរនេះឃើញអញ្ចឹងខ្ញុំបានប្រើជាមួយនឹងកាបូបស៊ីនរបស់វាមួយដែរមានគុណភាពខ្ពស់មែនទែនអ្នកនរគ្នាជាមួយនឹង premium case របស់វាគឺដាក់មកហាប់ណែនល្អមែនទែនជាមួយនឹង space ដែលយើងអាចដាក់ឆ្នាំងសាករបស់វាមានកាបូបដាច់ដលៃហ្នឹងហើយបិទជាប់ពីក្រោយទៀតមានន័យថាយើងទៅណាយើងអាចយកវាតាមខ្លួនបានដោយមិនមានការរំខាននេះទេអញ្ចឹងឡើយនេះគឺល្អមែនទែនហើយមើលទៅហាប់ណែនល្អខ្លាំងមែនទែនជាមួយនឹង case premium របស់គេ Asus ធ្វើបានល្អទាំង accessory វាទៀតអញ្ចឹង ROG Xbox Ally X ខ្ញុំគិតថាអ្នកនរអាចយកទៅប្រើប្រាស់បានហើយខ្ញុំនិយាយតាំងពីដើមអញ្ចឹងពេលនេះគឺជាពេលវេលាដ៏លំបាកមួយហើយបើសិនអ្នកនរចង់ invest ទៅលើ PC handheld តម្លៃវានឹងរៀងហក់ខ្លាំងប៉ុន្តែយ៉ាងណា Asus នៅរក្សាតម្លៃឲ្យវានៅថេរនឹងនៅពេលបច្ចុប្បន្នអ្នកនរអាចនឹងចាប់យកឱកាសនេះហើយយក PC handheld របស់ក្រុមហ៊ុន ROG Xbox Ally X នេះទៅប្រើប្រាស់ហើយជា handheld ទី1របស់អ្នកនរក៏ជាការល្អមួយយ៉ាងដែរអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរចូលចិត្តបើសិនជាចូលចិត្តកុំភ្លេចចុចប៊ូតុង like ហើយនិង share ជាមតិយោបល់នៅខាងក្រោមផងតើអ្នកនរយល់យ៉ាងណាដែរជាមួយនឹង Xbox ROG Ally X នេះហើយកុំភ្លេចចូលរួម subscribe របស់អ្នកផងដោយសារវា free ទេសម្រាប់អ្នកនរតែវាជួយខ្ញុំបានច្រើនមែនទែនអញ្ចឹងខ្ញុំអរគុណទុកជាមុនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត